នេះគឺជារឿងមួយដ៏មហាសាលចម្លែកដោយនារីម្នាក់ដែលជាជនជាតិបារាំងនាងមានឈ្មោះថាថាមេឡានាងបានសម្រេចចិត្តរៀបការជាមួយនឹងបុរសដែលជាជនជាតិខ្មៅដែលរស់នៅក្នុងកុលសម្ព័ន្ធនៃទ្វីបអាហ្វ្រិករឿងដែលចម្លែកបំផុតនោះពុកម៉ែបងប្អូនគឺនាងបានសម្រេចចិត្តរៀបការជាមួយបុរសទាំងនោះរហូតដល់7នាក់ឯណោះដោយនាងមានខ្លួនតែមួយពុកម៉ែបងប្អូនធ្លាប់តែឮថាស្ត្រីគ្រប់គ្នានៅលើពិភពលោកមិនថានៅប្រទេសណាទេពុកម៉ែបងប្អូនគឺគេតែងតែចង់បានប្តីស្មោះត្រង់មួយទល់នឹងមួយតែចម្លែកអីនារីម្នាក់នេះនាងថាមេឡានេះហេតុអ្វីក៏ចង់បានប្តីម្ដងរហូតដល់7នាក់ពុកម៉ែបងប្អូនហើយរឿងរ៉ាវទាំងនេះក៏បានល្បីខ្ទោខ្ទានៅក្នុងប្រទេសអាហ្វ្រិករហូតដល់ទូរទស្សន៍ចិនទូរទស្សន៍អាហ្វ្រិកគេចោះជោគព័ត៌មានទៅដល់ទីនោះផ្ទាល់តែម្ដងដើម្បីយកមកផ្សាយហើយភ្នាក់ងារព័ត៌មានទាំងនោះក៏បានសាកសួរអំពីទឹកចិត្តរបស់នាងថាតើហេតុអ្វីទើបនាងសម្រេចចិត្តធ្វើរឿងដ៏ប្លែកយ៉ាងនេះនាងក៏បានឆ្លើយវិញថានេះគឺជាក្តីស្រមៃនាងតាំងពីតូចគឺនាងចង់មានគ្រួសារមួយនិងមានបុរសច្រើននិងផ្ដល់ភាពកក់ក្ដៅដល់នាងហើយខាងទូរទស្សន៍ក៏បានសួរបន្តទៀតថាតើហេតុអ្វីទើបនាងមិនយកបុរសដែលជាជនជាតិស្បែកសដូចគ្នាចម្លើយរបស់នាងគឺកាពិតទៅគឺនាងចង់យកបុរសដែលជាជនជាតិស្បែកសដូចគ្នាដែរក៏ប៉ុន្តែអ្វីដែលផ្ទុយទៅវិញនោះគឺបុរសទាំងនោះគឺគេមិនចង់បានប្រពន្ធតែមួយដែលមានប្តីច្រើននោះទេគេចង់បានប្រពន្ធមួយប្តីមួយអញ្ចឹងទេទើបនាងធ្វើការសម្រេចចិត្តមកកាន់ទ្វីបអាហ្វ្រិកដើម្បីយកបុរសដែលជាកុលសម្ព័ន្ធយកមកធ្វើជាប្តីព្រោះអីបុរសដែលជាកុលសម្ព័ន្ធគឺមានការរួបរวมគ្នានៅពេលដែលចេញទៅបរបាញ់សត្វឬក៏ទៅរកអ្វីមួយគឺតែងតែរួបរวมគ្នាសាមគ្គីគ្នាដើម្បីទៅរកចំណីអាហារដើម្បីមកហូបចុកទាំងអស់គ្នាពេលដែលមានអ្វីមួយនឹងផ្ដល់ឲ្យគ្នាទៅមកទៅវិញអញ្ចឹងទេទើបគាត់សម្រេចចិត្តនឹងមកជ្រើសរើសប្តីនៅទីនេះហើយអ្នកកាសែតក៏បានសួរនាងបន្តទៀតថាតើនៅពេលដែលរួមមេត្រីឬក៏ផ្ដល់នៅអ្វីដែលជាភាពកក់ក្ដៅដល់ប្តីតើយើងមានវិធីសាស្ត្របែបណានឹងផ្ដល់ឲ្យទៅពួកគាត់ថាមិនមានបញ្ហានោះទេនឹងព្យាយាមធ្វើឲ្យដូចជាស្ករគ្រាប់គឺហូបម្ដងមួយឲ្យទាល់តែអស់អញ្ចឹងទេគឺរឿងនេះគឺចម្លែកបំផុតហើយសម្រាប់ខ្ញុំនៅក្នុងឆាកជីវិតគឺអត់ដែលឮទេធ្លាប់តែឮប្តីមួយប្រពន្ធមួយតែម្ដងថ្ងៃនេះទៅឮថាមនុស្សស្រីម្នាក់អាចយកប្តីបានម្ដងរហូតដល់7នាក់ឯណោះហើយអ្នកកាសែតក៏បានសួរទៅកាន់បុរសដែលជាកុលសម្ព័ន្ធទៀតថាតើអ្នកទាំងអស់គ្នាអាចទទួលអ្នកនាងថាមេលីនេះបានឬអត់ក្នុងពេលតែមួយបុរសដែលជាកុលសម្ព័ន្ធក៏បាននិយាយទៅថាគាត់អាចទទួលយកបានព្រោះអីជារៀងរាល់ថ្ងៃគឺគាត់រកអីបានហូបគឺហូបទាំងអស់គ្នាផ្ដល់ឲ្យគ្នាទៅមកទៅវិញអញ្ចឹងទេចម្លើយដែលចុងក្រោយបំផុតនោះគឺថាមេលីបានប្តីហើយម្ដង7នាក់